ការដឹងគុណមេត្តាបិតានេះមានតម្លៃណាស់ចង់ប្រាថ្នាជាព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធជាបុគ្គលដ៏ប្រសើរលើសលោកក៏បានដោយអំណាចកតញ្ញូតាធម៌ព្រោះកាលណាបើយើងចេះយល់តម្លៃគុណមេត្តាបិតាគុណគឺសេចក្តីល្អកាលណាបើយើងយល់ដឹងថាគុណគឺសេចក្តីល្អយើងមិនមែនទុកសេចក្តីល្អហ្នឹងឲ្យនៅតែក្នុងអ្នករតីទេយើងនឹងសមាទានកម្មយកអរតនីសេចក្តីល្អឲ្យពោពេញនៅក្នុងចិត្តសន្តានរបស់យើងព្រោះយើងស្រឡាញ់សេចក្តីល្អបើដូចយើងឃើញអ្នករតីប្រើទូរស័ព្ទនឹងស្រឡាញ់យើងមុខតែសំលុយទិញទូរស័ព្ទអីហ្នឹងឧទាហរណ៍ណាយើងឃើញគេស្លៀកពាក់អីចឹងអលង្ការអីចឹងបើយើងមានសមត្ថភាពយើងសំលុយកាក់ដើម្បីប្រើប្រាស់នៅរបស់ហ្នឹងដោយសារយើងស្រឡាញ់អានេះជាឧទាហរណ៍ទេដើម្បីបញ្ជាក់ថាបើយើងចេះស្រឡាញ់សេចក្តីល្អដែលមានក្នុងអ្នកដទៃបើមេត្តាបិតាមិនមានសេចក្តីល្អទេធ្វើម៉េចចិញ្ចឹមយើងរស់ធ្វើម៉េចឲ្យយើងសិក្សារៀនសូត្របើលោកគ្រូអ្នកគ្រូមិនមានបំណងឲ្យយើងជាមនុស្សល្អទេតើគាត់ខំបង្ហាត់បង្រៀនយើងរៀបចំកម្មវិធីនេះធ្វើអីមានបំណងឲ្យយើងបានសេចក្តីសុខដូច្នេះយើងឃើញសេចក្តីល្អហ្នឹងឲ្យយើងរស់ណាសេចក្តីល្អហ្នឹងឲ្យយើងបានសុខទេមេត្តាបិតាចេះតែចាស់ទៅទុកឲ្យកូនចៅមានចំណេះវិជ្ជាហ្នឹងស្នងគាត់នៅចិញ្ចឹមយើងជំនួសគាត់គឺការចេះដឹងរបស់យើងនេះឯងជាញើសឈាមរបស់មេត្តាបិតាណែដៃជើងយើងនេះជាមរតករបស់មេត្តាបិតាហើយណាដែលគាត់ឲ្យកំណើតមកហើយគាត់ខំចិញ្ចឹមបីបាច់មើលថែនឹង